ខ្ញុំព្រះករណាសូមលើកកំបងអញ្ជលីចំពោះប្រជុំ3នៃព្រះរតនត្រ័យមានគុណព្រះពុទ្ធមួយគុណព្រះធម៌មួយនិងគុណព្រះសង្ឃមួយដោយសេចក្តីកោតក្រែងសំសពកាលហើយបជាដកនេះគឺចង់និយាយអំពីគុណនៃការបូជាបាតរបស់ព្រះសម្មាសម្ពុទ្ធហើយនិងអានិសង្សនៃការស្ដាប់ធម្មទេសនាការព្រះសម្ពុទ្ធបរមគ្រូទ្រង់បរិនិព្វានហើយពួកពុទ្ធបរិស័ទទាំងឡាយក្នុងទេវពតនគរក៏នាំគ្នាយកបាតរបស់ព្រះសម្ពុទ្ធទៅបញ្ចុះក្នុងចេតិយកែវមុនបញ្ចុះក្នុងចេតិយនោះព្រះរាជាបានចាត់ចែងធ្វើក្បួនហែយ៉ាងអស្ចារ្យគឺឲ្យរាជបុរសហៅជាងតងជាច្រើនរូបមកហើយឲ្យយកដើមឫស្សីមួយដើមយ៉ាងធំមករចនាស្រោបមាសរំលេចដើមកែវ7ប្រការយកបាតដាក់ភ្ជាប់លើចុងឫស្សីហើយលើកឡើងតម្កល់លើរាជរថមាសហើយប្រទក្សិណទីក្រុង3ជុំទើបនាំចូលទៅបញ្ចុះក្នុងចេតិយកែវប្រជុំគ្នាធ្វើបុណ្យសម្ពោធឆ្លងអស់វរៈ7ថ្ងៃមានធម្មកថាសម្ដែងធម្មទេសនារាល់រាត្រីពួកមនុស្សនិងទេវតាអ្នកគ្រុឌជាច្រើនក៏បាននាំគ្នាមកស្ដាប់ទេសនាកាលនោះមាននាគរាជមួយមានឫទ្ធិអស្ចារ្យបានមកស្ដាប់ធម៌ដែរក៏បានឃើញនារីម្នាក់មានរូបល្អស្រស់ប្រំប្រៃជាស្ត្រីមានសទ្ធាមាំក្នុងព្រះពុទ្ធសាសនានាគរាជមានសេចក្តីស្នេហាក៏និមិត្តជាមេណប់ទៅនិយាយលួងលោមយកនាងជាភរិយានាងមិនព្រមក៏មានសេចក្តីក្រោធខឹងក៏និមិត្តខ្លួនជាពស់នាគយ៉ាងធំរុំពាត់នាងនោះចិត្តតាំងពីបាតជើងឡើងទៅលើហើយបើកពពាក្រោកបិទពីលើបំណងឲ្យនាងស្លាប់ប៉ុន្តែនាងតាំងចិត្តមាំក្នុងការគោរពព្រះចេតិយនិងព្រះធម៌ទេសនាតែម្យ៉ាងឥតរំភើបញាប់ញ័រអ្វីឡើយមិនយូរប៉ុន្មាននាគរាជក៏ក្តៅក្រហាយក៏លាភ្នែនស្ទុះចេញឆ្ងាយពីនាងនឹកស្ងើចអស្ចារ្យកើតសេចក្តីជ្រះថ្លាចំពោះនាងទើបនិមិត្តខ្លួនមានពពា100ឲ្យនាងអង្គុយពីលើក្នុងទីកណ្ដាលវងពុទ្ធបរិស័ទហើយបូជាដោយកហបណៈជាច្រើនពាន់ចំណែកពុទ្ធបរិស័ទទាំងឡាយឃើញហេតុអស្ចារ្យដូច្នោះហើយកើតសេចក្តីជ្រះថ្លានាំគ្នាយកកហបណៈទៅបូជារួមទាំងអស់18កោដនាងបានសម្បត្តិច្រើនដូច្នោះហើយខំធ្វើទានសិលដរាបដល់អស់អាយុក៏ទៅកើតនៅក្នុងផ្ទៃអគ្គមហេសីនៃព្រះមហាក្សត្រក្នុងទេវពតនគរនោះឯងដល់ពេលដែលប្រសូតមានហេតុអស្ចារ្យគឺមានភ្លៀង7ប្រការធ្លាក់ចុះមកពេញទេវពតនគរទាំងមូលទើបព្រះបរមរាជវង្សានុវង្សថ្វាយព្រះនាមថានាងកញ្ចនទេវីឯនាងកញ្ចនទេវីនេះមានរូបល្អស្រស់ដូចជារូបស្រីទេពអប្សរមានពន្លឺផ្សាយចេញពីកាយប្រវែង1ហត្ថជានិច្ចដោយអានិសង្សដែលនាងបូជាបាតព្រះសម្ពុទ្ធនិងអានិសង្សស្ដាប់ធម្មទេសនាស្ដេចក្នុងចម្ពោះទ្វីបទាំងមូលក៏នាំគ្នាបញ្ជូនគ្រឿងបណ្ណាការមកថ្វាយព្រះរាជបិតាដើម្បីដណ្ដឹងនាងប៉ុន្តែនាងមិនព្រមយកព្រោះជាស្ត្រីមាននិស្ស័យខ្ពស់នាងសូមអង្វរព្រះរាជបិតាសូមចេញចាកព្រះរាជនិវេសទៅបួសក្នុងសំណាក់ភិក្ខុនីព្រះរាជបិតាក៏ទ្រង់បរិយាទានអនុញ្ញាតតាមការសូមទើបដង្ហែនាងចេញពីព្រះរាជនិវេសយ៉ាងមហោឡារិកអស្ចារ្យទៅបួសជាភិក្ខុនីមិនយូរប៉ុន្មាននាងក៏បានសម្រេចអរហត្តផលព្រមទាំងបដិសម្បទាមាននាមប្រកាសថាកញ្ចនធារីដល់អស់អាយុក៏បរិនិព្វានទៅហើយបជាដកនេះក៏ចប់តែប៉ុណ្ណេះឯងសូមអនុមោទនា